trong cái na sông trà xoay cùng đại quân của ông người Tây ra nước Tây ra của ông nước ông lô đã ban liên hoạt tâm liên ở trongที่នេះថ្ងៃនេះដែលជាថ្ងៃនៃខិតរឹកជោគជ័យប្រកបដោយសេរីសួស្តីហើយជាថ្ងៃមានលក្ខណៈដ៏ពិសេសខ្ញុំក្នុងនាមខ្ញុំតំណាងគណៈកម្មការវត្តត្រៃរតនារាមតំណាងចារពុទ្ធបរិស័ទវត្តត្រៃរតនារាមមានកិត្តិយសដើម្បីសូមប្រទាននៃជំរាបជូនដល់ផ្នែកគុណគ្រប់អង្គនិងអនុវិត្រីវិលោកតាពុទ្ធបរិស័ទទាំងអស់ក្នុងវត្តចរចាក្តីនិងនៅក្រៅវត្តចរចាក្តីថ្ងៃទី4នៅថ្ងៃទី5ខែ4ឆ្នាំ2015វត្តត្រៃរតនារាមមានកម្មវិធីមួយយ៉ាងអតិថិកម្មគឺកម្មវិធីបុណ្យការប្រាក់សាមគ្គីដើម្បីដង្ហែមកកាន់វត្តត្រៃរតនារាមយកបច្ច័យទៅនោះដើម្បីកសាងវត្តត្រៃរតនារាមដើម្បីជាវថ្នល់មួយថ្នល់ប្រវែង300ម៉ែត្រនៅក្នុងកណ្ដាលនៃដីវត្តត្រៃរតនារាមយើងនេះដែលមានតម្លៃជាង$30,000អាស្រ័យដូចនេះហើយចិញ្ចឹមនេះទៀតក៏មានបុណ្យអបអរសាទរមរណៈអមរតកខ្មែរដែលជាថ្ងៃខ្មែរដែលរដ្ឋសភានិងព្រឹទ្ធសភានៅរដ្ឋចរចាគេបានមានសិទ្ធិមានសេរីភាពបកគលឲ្យខ្មែរយើងដែលរស់នៅរដ្ឋចរចាមានថ្ងៃនេះមួយដែលជាថ្ងៃជោគជ័យជាប្រវត្តិសាស្ត្រទី1ដែលខ្មែរយើងបានមករស់នៅក្នុងចរចា30ឆ្នាំកន្លងមកហើយមិនដែលមានទេទើបតែនៅឆ្នាំ2015នេះទើបគេបកគលនៅខ្មែរនៅមាត់ខ្មែរយើងនេះហើយខ្មែរយើងមានដឹងថាថ្ងៃណាដែលជាថ្ងៃចូលឆ្នាំខ្មែរយើងដើម្បីឲ្យកុលបុត្រកុលធីតាយុវជនយុវនារីខ្មែរយើងដែលរស់នៅក្នុងរដ្ឋចរចាឲ្យបានដឹងថានេះហើយដែលជាទេមាត់ដកនៃដូនតាជាប្រវត្តិសាស្ត្ររបស់ខ្មែរយើងដែលបានយើងត្រង់ក្នុងប្រវត្តិសាស្ត្រហើយជំរាបនេះខ្ញុំបាទសូមអំពាវនាវដល់អស់លោកស្រីពុទ្ធបរិស័ទទាំងអស់មេត្តាអញ្ជើញមកនៅថ្ងៃដែលជោគជ័យលើកទង់ជាតិខ្មែរយើងនៅវត្តត្រៃរតនារាមនេះសូមមេត្តាអញ្ជើញស្លៀកពាក់ឲ្យបានទៅតាមប្រពៃណីខ្មែររបស់យើងគឺថាមានហូលប្រមួងអាវប៉ាក់ហើយយុវជនវណ្ណារីគឺថាមានខោអាវជំនួយបាទជារបៀបរបបមានប្រវត្តិតចងដើម្បីសំរុំដើម្បីនឹងលើកទង់ជ័យខ្មែរយើងហើយសហរដ្ឋអាមេរិកគេដឹងថានេះហើយដែលជាថ្ងៃប្រវត្តិមរតកខ្មែរយើងដែលគេប្រគល់ឲ្យយើងនៅក្នុងរដ្ឋចរចាបើកាលណាយើងបានហើយសូមឲ្យអស់លោកខ្មែរទាំងអស់គ្នាព្រមទាំងប្រកាសណាគ្រប់ព្រះអង្គមេត្តាជួយគ្រប់គ្រងមេត្តាជួយថែរក្សាទុកនៅខ្មែរអាមេរិកខ្មែរក៏ជាទេនេះឲ្យបានយូរលង់វែងតរៀងទៅដើម្បីជាគេមរតកនៃកុលបុត្រកុលធីតាខ្មែរយើងដែលរស់នៅក្នុងរដ្ឋចរចានេះទាំងអស់បាទសូមអរគុណសូមអរគុណ